មានមិនភាំងម្នាក់ដែលខ្ញុំស្រឡាញ់វាខ្លាំងដូចបងប្អូនតាំងពីតូចដល់ធំខ្ញុំមានតែមិត្តភក្តិមួយនឹងទោះឆ្លោះប្រកែកគ្នាយ៉ាងណាក៏នៅតែខំប្រឹងទៅមុខជាមួយគ្នាមិនថាមានរឿងអ្វីទូគេដេញកាប់ចាក់វាយក៏មិនដែលរត់ចោលគ្នាពុកទៀនមួយគ្រាប់ទឹកស៊ីអ៊ីវបាយមួយចានពីរនាក់មានរឿងអ្វីក៏ដោយមិនចេះក៏ហត់មិនចេះលាក់នេះគឺជារឿងពិតសន្តានចិត្តមិត្តភក្តិដែលធ្លាប់រាប់អានគ្នាធ្លាប់មានមិនភាំងម្នាក់ដែលតែងតែនៅក្បែរមិនដែលចោលគ្នាប៉ុន្តែពេលនេះទាំងភ្នែកខ្ញុំត្រូវស្រង់ព្រោះតែវាអូខេនិយាយរឿងមិត្តភក្តិវាធ្វើឲ្យខ្ញុំឈឺចាប់ហើយចង់ទៅស្ទុះទៅទៀងកំបិតមកចាក់ខ្លួនឯងឲ្យស្លាប់មានមនុស្សជាច្រើនអ្នកគេតែងតែលើកសឹកប្រាប់តែខ្ញុំមិនព្រមស្ដាប់ព្រោះខ្ញុំស្គាល់វាយូរហើយប៉ុន្តែនៅពេលនេះវាធ្វើឲ្យខ្ញុំឈឺចិត្តព្រោះខ្ញុំមិនដែលគិតថាវាហ៊ានបែបនេះឡើយជាឈឺខ្លាំងណាស់លោកអើយមនុស្សធ្លាប់រាប់អានគ្នាតាំងពីតូចដល់ធំមិនដែលឆ្លុះប្រកែកគ្នាមិនដែលចេះមានគុំនុំប៉ុន្តែនៅពេលនេះវាលួចយកបេះដូងខ្ញុំធ្វើឲ្យខ្ញុំអង្គុយយំព្រោះនឹកស្មានមិនដល់មិនមែនខ្ញុំស្ដាយមនុស្សស្រីចរិតអន់បែបនេះប៉ុន្តែអ្វីដែលខ្ញុំស្ដាយចរិតអាមិតសំពី Hey motherfucker why you do like this just go away from me motherfucking shit ដំបងខំគិតថាអាមួយនឹងចរិតល្អប៉ុន្តែស្គាល់យូរទៅចរិតថោកដល់ខំសាងបាប់ប្រយ័ត្នរន្ទះបាញ់បាក់កអញនឹងមានលុយទៅស៊ីបបបនឯងទេជូនពរឲ្យពីរនាក់ឲ្យរស់នៅបានសុខប៉ុន្តែប្រយ័ត្នតែចេញពីនឹងទៅវាត្រូវឡានបុកលួចអញមិនអីទេលុយគេចាប់ដាក់គុកលួចបានតែសង្សារអញទេអញខំទៅវាយគឺជាសម្លាញ់ហើយអ្វីក៏ឲ្យចង់គេចំណេញអាចោងប់ដោយសារគេឲ្យហ៊ានដូចមនុស្សដែលអញកំពុងស្រឡាញ់ឆ្ងាញ់ណាស់សង្សារគេធ្លាប់មានមិនភាំងម្នាក់ដែលតែងតែនៅក្បែរមិនដែលចោលគ្នាប៉ុន្តែពេលនេះទាំងភ្នែកខ្ញុំត្រូវស្រង់ព្រោះតែវា